រឿងពុទ្ធីនិងមកុដនាគនៅក្បែរភូមិតូចមួយមានប្រាសាទបុរាណមួយដែលពោពេញដោយរឿងនិទានចាស់ក្មេងស្រីម្នាក់ឈ្មោះពុទ្ធីចូលចិត្តលេងនៅទីនោះណាស់លោកយាយតែងតែប្រាប់ពុទ្ធីថាត្រូវគោរពរូបសំណាកទាំងអស់ជាពិសេសនាគថ្មដែលការពារយើងពុទ្ធីអើយកុំលេងគៀកពេកប្រយ័ត្ននាគថ្មនេះមានវិញ្ញាណការពារភូមិយើងតែពុទ្ធីនៅក្មេងពេកហើយសប្បាយនឹងការលេងរហូតភ្លេចពាក្យលោកយាយទៅនាគថ្មនេះជាអ្នកថែរក្សាដ៏សំខាន់របស់ប្រាសាទវាត្រូវបានគេគោរពតាំងពីបុរាណកាលមកថ្ងៃមួយពុទ្ធីឃើញផ្កាមួយជ្រុះក្បែរនាគហើយនាងក៏ព្យាយាមទៅយកវាតែជាអកុសលដៃនាងប៉ះនឹងមកុដរបស់នាគបណ្ដាលឲ្យបាក់មួយចំណិតតូចពុទ្ធីភ័យខ្លាចការស្ដីបន្ទោសក៏លាក់បំណែកនោះយ៉ាងលឿនដោយសារតែការធ្វេសប្រហែសរបស់ពុទ្ធីនាគថ្មហាក់ដូចជាបាត់បង់ភាពរស់រវើករបស់ខ្លួនបន្ទាប់ពីថ្ងៃនោះមកអណ្ដូងក្នុងភូមិក៏រីងស្ងួតគ្មានទឹកអ្នកភូមិទាំងអស់ក៏កើតក្តីបារម្ភហេតុអ្វីបានជាអណ្ដូងរីងស្ងួតបែបនេះមានរឿងអ្វីកើតឡើងចំពោះប្រាសាទរបស់យើងសូម្បីកណ្ដោបភ្លើងក៏មិនហ៊ានចេញភ្លើងដូចមុនដែរធ្វើឲ្យរាត្រីកាន់តែសែនងងឹតលោកយាយឆ្លៀសវៃគិតហើយក៏ដឹងថាវិញ្ញាណប្រាសាទកំពុងសោកសៅមិនមែនខឹងទេតែព្រោះមានរឿងអាក្រក់បានកើតឡើងអូមិនល្អទេវិញ្ញាណនាគកំពុងតែសោកសៅពុទ្ធីដឹងការពិតតែនៅតែមិនហ៊ាននិយាយព្រោះខ្លាចលោកយាយដឹងថាមានអ្វីខុសប្រក្រតីក៏ចូលទៅរកពុទ្ធីដោយទន់ភ្លន់ពុទ្ធីចៅមានរឿងអ្វីមិនស្រួលក្នុងចិត្តឬទីបំផុតពុទ្ធីក៏សារភាពការពិតនិងប្រគល់បំណែកនោះទៅលោកយាយចៅបានធ្វើឲ្យនាគបាក់មកុដដោយអចេតនាលោកយាយមិនបានខឹងពុទ្ធីទេតែបានលួងលោមនាងដោយក្តីស្រឡាញ់មិនអីទេចៅអ្វីដែលសំខាន់គឺចៅបានប្រាប់ការពិតលោកយាយបានបង្រៀនពុទ្ធីពីរបៀបរៀបចំដង្វាយដោយការគោរពយើងត្រូវតែបង្ហាញការគោរពដល់នាគទោះជាវាគ្រាន់តែជាកំហុសក៏ដោយពុទ្ធីបានអធិដ្ឋានសុំទោសនាគពីបេះដូងសូមនាគអភ័យទោសឲ្យចៅផងចៅពិតជាសោកស្ដាយណាស់បន្ទាប់មកពួកគេបានប្រើឥដ្ឋពិសេសដើម្បីជួសជុលមកុដរបស់នាគត្រូវថ្នមណាស់ចៅមកុដរបស់នាគក៏បានជួសជុលត្រឡប់មកដូចដើមវិញពុទ្ធីមានអារម្មណ៍ធូរស្រាលនិងសប្បាយរីករាយជាខ្លាំងអរគុណលោកយាយចៅយល់ហើយអណ្ដូងក្នុងភូមិក៏ត្រឡប់មកមានទឹកពេញបរិបូរណ៍ដូចដើមវិញទឹកមកវិញហើយអស្ចារ្យណាស់កណ្ដោបភ្លើងក៏ចេញមកហោះហើរយ៉ាងភ្លឺត្រចះត្រចង់បំភ្លឺរាត្រីឲ្យស្រស់ស្អាតវេទមន្តការពារប្រាសាទក៏ត្រឡប់មកវិញការពារភូមិឲ្យមានសេចក្តីសុខចាប់តាំងពីថ្ងៃនោះមកពុទ្ធីតែងតែគោរពប្រាសាទនិងរូបសំណាកនានានាងបានរៀនមេរៀនដ៏មានតម្លៃអំពីការគោរពចំពោះចាស់ទុំនិងប្រពៃណីចៅបានរៀនពីកំហុសហើយមែនទេពុទ្ធីចាលោកយាយចៅនឹងមិនធ្វើឲ្យខូចរបស់អ្វីផ្សេងទៀតឡើយភូមិទាំងមូលបានត្រឡប់មកមានសេចក្តីសុខនិងរីករាយឡើងវិញនាគថ្មក៏បន្តការពារនិងថែរក្សាភូមិពីលើប្រាសាទដ៏ខ្ពង់ខ្ពស់ពុទ្ធីបានរៀនមេរៀនដ៏សំខាន់ហើយបានចែករំលែកវាទៅក្មេងៗជំនាន់ក្រោយយើងត្រូវតែគោរពប្រពៃណី
និងរក្សាប្រាសាទរបស់យើងឲ្យនៅគង់វង្សជានិច្ច លោកយាយឃើញដូច្នោះក៏មានសេចក្តីសុខនិងមោទនភាពយ៉ាងខ្លាំងដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែចេះគោរពចាស់ទុំនិងរក្សាប្រពៃណីដ៏ល្អផូរផង់របស់យើងប្រាជ្ញារបស់ពួកគេការពារសហគមន៍យើងឲ្យមានសេចក្តីសុខសាន្តជានិច្ច